ប្រទេសឥណ្ឌានិងរុស្ស៊ីចាប់ផ្ដើមធ្វើសម្ពយុទ្ធយោធារួមគ្នាប្រទេសឥណ្ឌានិងរុស្ស៊ីបានចាប់ផ្ដើមធ្វើសម្ពយុទ្ធយោធាអ៊ីនត្រា2025រយៈពេល15ថ្ងៃនៅក្នុងតំបន់វាលខ្សាច់នៃរដ្ឋអារ៉ាចាថានយោងតាមស្ថានទូតរុស្ស៊ីប្រចាំទីក្រុងញូដេលីបានឲ្យដឹងថាបុគ្គលិកយោធារុស្ស៊ីប្រមាណជា250នាក់កំពុងចូលរួមជាមួយកងទ័ពឥណ្ឌានៅក្នុងសម្ពយុទ្ធយោងតាមសារព័ត៌មានអធីចេញផ្សាយនៅថ្ងៃទី1ខែតុលាឆ្នាំ2025បានឲ្យដឹងថាស្ថានទូតបាននិយាយថាសម្ពយុទ្ធនេះបញ្ជាក់ពីលក្ខណៈនៃភាពជាដៃគូយុទ្ធសាស្ត្រពិសេសដែលមានឯកសិទ្ធិរវាងទីក្រុងមូស្គូនិងញូដេលីសេចក្តីថ្លែងការណ៍បានបន្ថែមថាសម្ពយុទ្ធកំពុងធ្វើឡើងនៅជិតទីក្រុង Bikaner ដោយក្លែងធ្វើស្ថានភាពវាលខ្សាច់សម្ពយុទ្ធគឺជាលក្ខណៈធម្មតានៃកិច្ចសហប្រតិបត្តិការយោធាឥណ្ឌារុស្ស៊ីដែលធ្វើឡើងប្រហែលជារៀងរាល់2ឆ្នាំម្ដងដោយប្រទេសទាំងពីរឆ្លាស់គ្នាធ្វើជាម្ចាស់ផ្ទះការធ្វើសម្ពយុទ្ធលោកមុនបានកើតឡើងនៅឆ្នាំ2021និងឆ្នាំ2022អនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bry